ព្រះអង្គស្គាល់ដួងចិត្តរបស់អ្នកព្រះអង្គស្គាល់ដួងចិត្តរបស់អ្នកមិនចាំបាច់នៅអង្គុយហើយរៀបរាប់និងបញ្យល់ប្រាប់ទ្រង់គ្រប់រឿងនោះទេទ្រង់ជ្រាបការនេះរួចទៅហើយតើទ្រង់មិនដឹងការទាំងអស់នេះទេឬអីទ្រង់ជ្រាបគ្រប់ទាំងការសម្ងាត់របស់អ្នកទ្រង់ជ្រាបគ្រប់ទាំងការសម្ងាត់របស់អ្នកទ្រង់ជ្រាបរឿងដែលអ្នកកំពុងលាក់បាំងទ្រង់ជ្រាបរឿងដែលអ្នកលាក់ទុកយូរហើយទ្រង់ទតឃើញការទាំងអស់នេះទ្រង់ជ្រាបពីភាពពុតបុត្ររបស់អ្នកឲ្យទ្រង់មានបន្ទូលថាយើងជាព្រះយើងស្វែងរកដួងចិត្តរបស់អ្នកនៅក្នុងព្រះគម្ពីរយេរេមៀមានបន្ទូលថាយើងស្វែងរកដួងចិត្តរបស់អ្នកហើយយើងគិតថានៅយុគនេះប្រសិនបើទ្រង់ស្វែងរកដួងចិត្តរបស់អ្នកនឹងខ្ញុំនោះថាតើទ្រង់នឹងឃើញអ្វីយើងប្រហែលជាមានការភ័យខ្លាចនឹងឈរនៅចំពោះព្រះភ័ក្ត្រទ្រង់និងការវិនិច្ឆ័យទោសពេលដែលទ្រង់ស្វែងរកដួងចិត្តរបស់យើងហើយទ្រង់ជ្រាបគ្រប់ទាំងកំណត់ហេតុរបស់យើងទាំងអស់នោះហើយអ្នកក៏គ្មានការភ័យខ្លាចនោះដែរលុះត្រាតែយើងត្រូវបានគេឆ្កាងនៅលើឈើឆ្កាងនិងលួសបាបយើងដោយសេចក្តីសុចរិតហើយយើងមិនសុចរិតទេទ្រង់ស្គាល់ពីដួងចិត្តរបស់អ្នកស្គាល់ពីដួងចិត្តរបស់អ្នក